ថ្ងៃនេះធ្វើម្ហូបឆាសាច់គោជាមួយនឹងបន្លែចម្រុះបន្លែរបស់យើងនឹងមានដូចជាត្រសក់ពោតបារាំងពេញប៉ោះស្នៀតពោតហើយនឹងផ្កាខាត់ណាប៉ោះសផ្កាខាត់ណានឹងខ្ញុំយកទៅស្រុះទឹកក្តៅសិនយើងអត់ចង់ស្រុះក៏បានដែរគ្រាន់តែថាពេលញ៉ាំយើងធំក្លិនកពុលអញ្ចឹងឯងវិធីធ្វើនោះដំបូងនឹងខ្ញុំដាក់បំពងខ្ទឹមសហើយក៏មានខ្ទឹមសចិញ្ច្រាំស្លឹកខ្ទឹមនិងម្ទេស3គ្រាប់តាំងពីចូលខែវស្សាមកភ្លៀងរាល់ថ្ងៃហ្មងអត់ដាច់សោះវិធីធ្វើនោះដំបូងយើងដាក់បំពងខ្ទឹមសហើយនឹងគល់ខ្ទឹមពេលខ្ទឹមមានក្លិនឈ្ងុយហើយបាទខ្ញុំដាក់សាច់គោចូលខ្ញុំឆាចុះឆាឡើងមកផ្លេតហើយបានចាប់ផ្ដើមផ្សំគ្រឿងដាក់ទឹកត្រីប្រេងខ្យងស្ករអំបិលប៊ីចេងនិងរ៉ូឌីបន្តិចខ្ញុំដាក់គ្រឿងរៀងតិចដែរតែពួកអីខ្ញុំយករសជាតិរៀងសាបខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាមានឈឺកាពះពោះវៀនអីយើងញ៉ាំសាបទៅបានយើងឆាប់ជាបើយើងញ៉ាំម្ហូបដាក់គ្រឿងច្រើនដិតអីហ្នឹងអត់ងាយជាទេប្រាប់តាមត្រង់ហ្មងឯងបន្ទាប់ពីផ្សំគ្រឿងហើយនឹងខ្ញុំចាប់ដាំឆាចុះឆាឡើងដើម្បីឲ្យចូលជាតិគ្នាជាមួយសាច់បានល្អសាច់គោនឹងខ្ញុំអត់ទុកឲ្យឆ្អិនខ្លាំងទេដោយសារសាច់គោតើឆ្អិនខ្លាំងពេកចឹងវាស្វិតអត់សូវឆ្ងាញ់ទេចឹងយើងទុកមកឆ្អិនល្មមយើងដួសដាក់ចានសិនហើយខ្ញុំប្រើខ្ទះដដែលហ្នឹងដាក់ឆាបន្លែហ្នឹងយើងដាក់បន្លែរឹងមុនដាក់ស្នៀតពោតត្រសក់ហើយនឹងផ្កាខាត់ណាចំណែកពេញប៉ោះយើងចាំដាក់តាមក្រោយអញ្ចឹងណាខ្ញុំដាក់ប្រេងខ្យងបន្តិចដើម្បីឲ្យបន្លែយើងឆាប់ទន់ហើយមិញហ្នឹងពេលខ្ញុំឆាសាច់ហ្នឹងខ្ញុំដាក់ប្រេងខ្យងទៅបន្តិចទេដល់ពេលឆាសាច់ហ្នឹងខ្ញុំភ្លេចដាក់ម្រេចឥឡូវតាមតែនឹកឃើញអញ្ចឹងបើយើងមានម្រេចយើងចេះញ៉ាំហឹលអីយើងដាក់ម្រេចចូលមកពេលដាក់បន្លែមកមុខហ្នឹងរៀងត្រូវបន្តិចហើយសិមយើងដាក់ពេញប៉ោះចូលឆាចុះឆាឡើងរហូតដល់បន្លែយើងទន់អស់ហើយសិមយើងចាក់សាច់គោយើងចូលដែរចុងក្រោយហ្នឹងគឺខ្ញុំដាក់បន្ថែមជាមួយនឹងស្លឹកខ្ទឹមព្រោះថាឆាតែមានស្លឹកខ្ទឹមអញ្ចឹងឯងបានជួយបង្កើនសោភ័ណភាពនិងធ្វើឲ្យក្លិនឈ្ងុយរួចរាល់ហើយបងប្អូនអរគុណសម្រាប់ការមើលវីដេអូមួយនេះណាបើសិនជាចូលចិត្តការបង្រៀនធ្វើម្ហូបរបស់ខ្ញុំកុំភ្លេចចុច Subscribe ឲ្យ Channel YouTube និង Follow ឲ្យ Facebook Page ម្នាក់មួយផងណាឥឡូវនេះខ្ញុំសូមជម្រាបលាសិនហើយចាំជួបគ្នានៅវីដេអូថ្មីជាបន្តទៀតណាបើចង់បានម្ហូបអីអាច comment ប្រាប់ខ្ញុំបានណាចាំខ្ញុំធ្វើឲ្យមើលអរគុណច្រើនទាំងអស់គ្នាជម្រាបលាបាយបាយ